នៅក្នុងវីដេអូនេះខ្ញុំបាទនឹងធ្វើការលើកនៅចំណុចសំខាន់ចំនួន6ដែលអាចជួយធ្វើឲ្យវិស័យទេសចរកម្ពុជាយើងកាន់តែមានភាពតាក់ទាញនិងជាពិសេសគឺតាក់ទាញជនបរទេសឲ្យមកទស្សនាកម្សាន្តកាន់តែច្រើនផងដែរដូច្នេះបងប្អូនកុំភ្លេចចូលរួមចែករំលែកវីដេអូនេះគឺដើម្បីគោលដៅផ្សព្វផ្សាយជាគំនិតដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសដើម្បីគេហៅថាមានជាចំណុចខ្លះក្នុងការជួយគ្នាធ្វើម៉េចឲ្យវិស័យទេសចរកម្ពុជាយើងកាន់តែមានភាពតាក់ទាញដោយដែលបងប្អូនទាំងអស់គ្នាបានដឹងជ្រាបគ្រប់គ្នាហើយថាវិស័យទេសចរគឺជាវិស័យមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិបង្កើតការងារនិងលើកកម្ពស់កិត្តិយសប្រទេសនៅលើឆាកអន្តរជាតិប្រទេសកម្ពុជាមានសក្តានុពលច្រើនណាស់ដូចជាប្រាសាទបុរាណវប្បធម៌ប្រពៃណីជ្រាលជ្រៅសម្រស់ធម្មជាតិនិងជាពិសេសគឺជនជាតិខ្មែរយើងគេហៅថាជាជនជាតិដែលមានភាពស្មោះត្រង់និងភាពរួសរាយរាក់ទាក់ហើយជាក់ស្ដែងយើងមានប្រាសាទអង្គរវត្តនៅខេត្តសៀមរាបដែលជាគោលដៅទេសចរដ៏ល្បីល្បាញហើយត្រូវបានចុះបញ្ជីដោយអង្គការ UNESCO ផងដែរទោះជាយ៉ាងណាក៏ដោយដើម្បីធ្វើឲ្យវិស័យទេសចរកាន់តែមានភាពតាក់ទាញនិងតាក់ទាញភ្ញៀវបរទេសមកកាន់ប្រទេសយើងកាន់តែច្រើនយើងត្រូវតែអភិវឌ្ឍនិងកែលម្អនៅចំណុចសំខាន់ចំនួន6ដែលមានដូចតទៅទី1គឺការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មសាធារណៈចំណុចនេះគឺសំដៅដល់ហេដ្ឋារចនាសម្ព័ន្ធល្អបានផ្ដល់នៅគ្រឹះសំខាន់ណាស់ក្នុងការតាក់ទាញភ្ញៀវទេសចរកម្ពុជាយើងគួរតែបន្តកែលម្អផ្លូវថ្នល់ស្ពានអាកាសយានដ្ឋាននិងប្រព័ន្ធដឹកជញ្ជូនសាធារណៈដទៃទៀតដើម្បីឲ្យភ្ញៀវទេសចរអាចធ្វើដំណើរបានងាយស្រួលហើយមានសុវត្ថិភាពក្រៅពីនោះគុណភាពសណ្ឋាគារផ្ទះសំណាក់ភោជនីយដ្ឋាននិងបន្ទប់ទឹកសាធារណៈត្រូវតែមានស្តង់ដារអន្តរជាតិការរក្សាសុវត្ថិភាពសណ្ដាប់ធ្នាប់និងគេហៅថាភាពស្អាតនៅតំបន់ទេសចរគឺជាចំណុចសំខាន់ដែលបង្កើនភាពជឿជាក់ដល់ភ្ញៀវបរទេសប្រសិនបើភ្ញៀវមានបទពិសោធន៍ល្អពួកគេក៏នឹងផ្សព្វផ្សាយទៅកាន់មិត្តភ័ក្តិឬក៏បណ្ដាញសង្គមដែលពួកគេមាននៅពេលនោះហើយដែលយើងនឹងទទួលបានភ្ញៀវថ្មីបន្តទៀតចំណុចទី2ការផ្សព្វផ្សាយនិងទីផ្សារអន្តរជាតិប្រកបដោយប្រសិទ្ធភាពចំណុចនេះមានន័យថានៅក្នុងសម័យកាលឥឡូវគឺជាសម័យបច្ចេកវិទ្យាសម័យ Digital ហើយអញ្ចឹងការផ្សព្វផ្សាយតាមបណ្ដាញសង្គមតាមគេហទំព័រវីដេអូទេសចរដែលមានសារៈសំខាន់ខ្លាំងហ្នឹងកូនខ្មែរគ្រប់រូបគួរតែនាំគ្នាបង្កើតយុទ្ធនាការផ្សព្វផ្សាយជាប្រព័ន្ធដោយបង្ហាញអំពីអត្ថប្រយោជន៍និងភាពពិសេសនៃគោលដៅទេសចរទាញឧទាហរណ៍ដូចជាប្រាសាទបុរាណខ្មែរយើងដែលមាននៅតាមបណ្ដាខេត្តផ្សេងជាពិសេសគឺខេត្តសៀមរាបតែម្ដងហើយឆ្នេរសមុទ្រដ៏ស្រស់ស្អាតនិងវប្បធម៌ជីវិតបែបវប្បធម៌បែបប្រពៃណីនៅជនបទអីជាដើមអញ្ចឹងទៅការចូលរួមពិព័រណ៍ទេសចរអន្តរជាតិនិងសហការជាមួយក្រុមហ៊ុនទេសចរបរទេសក៏ជាវិធីដ៏សំខាន់មួយផងដែរការអញ្ជើញអ្នកសារព័ត៌មានអ្នកបង្កើតមាតិកាល្បីមកដំណើរកម្សាន្តនៅកម្ពុជាក៏អាចជួយបង្កើនភាពល្បីល្បាញនិងរូបភាពវិជ្ជមានរបស់ប្រទេសយើងផងដែរឥឡូវនេះចូលដល់ចំណុចទី3ចំណុចទី3គឺការអភិរក្សនិងលើកកម្ពស់វប្បធម៌ព្រមទាំងធម្មជាតិយើងដឹងហើយថាកម្ពុជាយើងគឺមានសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបច្រើនណាស់ដូចជារបាំអប្សរាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិសិប្បកម្មបុរាណការអភិរក្សនិងបង្ហាញវប្បធម៌ទាំងអស់នេះធ្វើឲ្យមានសភាពរស់រវើកហើយបរទេសគេចង់ឃើញណាស់អញ្ចឹងកុំគេហៅថាបងអង្គយើងនាំគ្នាចែករំលែកនៅបទពិសោធន៍អ្វីដែលជារបស់ខ្មែរយើងហើយនឹងអាចធ្វើឲ្យបរទេសមានការចងចាំយូរផងដែរ ផ្
ផ្នែកធម្មជាតិយើងអាចសំដៅដល់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុតំបន់ភ្នំនិងតំបន់ព្រៃឈើនៅមណ្ឌលគិរីដែលមានសក្តានុពលខ្ពស់សម្រាប់ទេសចរបែបអេកូឡូស៊ីការអភិរក្សបរិស្ថានការចិញ្ចឹមសត្វកម្រការគ្រប់គ្រងសំរាមនិងការការពារធនធានធម្មជាតិដែលអាចរក្សានៅភាពតាក់ទាញបានយូរអង្វែងតែម្ដងចំណុចទី4ការអភិវឌ្ឍធនធានមនុស្សនិងគុណភាពសេវាកម្មកន្លែងនេះសំខាន់ណាបងប្អូនគឺគុណភាពសេវាកម្មពឹងលើមនុស្សអញ្ចឹងប្រទេសកម្ពុជាយើងគួរតែបណ្ដុះបណ្ដាលបុគ្គលិកផ្នែកទេសចរឲ្យមានជំនាញភាសាបរទេសជំនាញទំនាក់ទំនងនិងការផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈការបង្កើតវគ្គបណ្ដុះបណ្ដាលនិងការសហការជាមួយស្ថាប័នអប់រំទេសចរជាតិនិងអន្តរជាតិគឺអាចជួយបង្កើនសមត្ថភាពបុគ្គលិកហើយនៅពេលដែលភ្ញៀវទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅសេវាកម្មល្អជឿជាក់ 100% ពួកគេមានការពេញចិត្តនិងមានបំណងត្រឡប់មកលេងនៅពេលអនាគតជាមិនខានចំណុចទី5កាន់តែពិសេសគឺការធានាសុវត្ថិភាពនិងបរិយាកាសល្អសម្រាប់ភ្ញៀវមិនថាយើងទៅប្រទេសគេមកប្រទេសយើងទេរឿងដែលសំខាន់គឺសុវត្ថិភាពនឹងតែម្ដងប្រទេសខ្លះអត់សុវត្ថិភាពទេអញ្ចឹងបើយើងដឹងថាប្រទេសទាំងអស់នោះអត់សុវត្ថិភាពយើងធ្វើប្រទេសយើងឲ្យមានសុវត្ថិភាពព្រោះសុវត្ថិភាពជាកត្តាចាំបាច់និងសំខាន់បំផុតសម្រាប់ភ្ញៀវទេសចររដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានត្រូវតែពង្រឹងសន្តិសុខនៅតំបន់ទេសចរហើយព្យាយាមកាត់បន្ថយបទល្មើសផ្សេងឲ្យអស់និងធានាថាភ្ញៀវធ្វើដំណើរបានដោយសុខសុវត្ថិភាពទាំងយប់និងថ្ងៃហើយក្រៅពីនោះត្រូវតែមានការផ្ដល់ព័ត៌មានច្បាស់លាស់ការសម្រួលនីតិវិធីទឹកតការនិងសេវាបន្ទាន់សម្រាប់ភ្ញៀវក៏ដូចជាចំណុចសំខាន់ក្នុងការបង្កើនភាពងាយស្រួលនិងទំនុកចិត្តដល់ភ្ញៀវទេសចរផងដែរឥឡូវនេះចូលដល់ចំណុចទី6ចំណុចទី6គឺការច្នៃប្រឌិតលើផលិតផលទេសចរថ្មីក្រៅពីទស្សនាប្រាសាទក្រៅពីទៅលេងនៅឆ្នេរសមុទ្រយើងក៏គួរបង្កើននៅផលិតផលទេសចរថ្មីទៀតឧទាហរណ៍ដូចជាទេសចរកសិកម្មថ្មីនេះមានក្រុមកំប្លែងយើងគាត់ធ្លាប់ធ្វើទេសចរបែបកសិកម្មនាំបរទេសទៅច្រូតស្រូវច្រូតអីណាបងប្អូននេះសិតតែជាចំណុចល្អហើយព្រោះនៅក្រៅប្រទេសគេអត់មានដូចយើងទេយើងគិតថាសាមញ្ញប៉ុន្តែគេមិនសាមញ្ញទេដោយសារគេអត់មានដូចយើងនាំគេទៅបងសណ្ដាញ់លេងអញ្ចឹងណាឧទាហរណ៍ហើយទេសចរសហគមន៍ទេសចរវប្បធម៌ឬក៏ព្រឹត្តិការណ៍អន្តរជាតិហើយការរៀបចំព្រឹត្តិការណ៍ធំដូចជាពិធីបុណ្យប្រពៃណីបុណ្យចូលឆ្នាំអីហ្នឹងគឺសុទ្ធតែតាក់ទាញភ្ញៀវទេសចរហើយជួយបង្កើនប្រាក់ចំណូលដល់សហគមន៍យើងបានផងដែរអញ្ចឹងសរុបឲ្យខ្លីកម្ពុជាយើងមានសក្តានុពលខ្លាំងណាស់នៅក្នុងការអភិវឌ្ឍវិស័យទេសចរគឺជាឧស្សាហកម្មគ្មានផ្សែងធ្វើឲ្យគ្មានជាតិពុលនោះឡើយដើម្បីធ្វើឲ្យវិស័យនេះកាន់តែមានភាពតាក់ទាញនិងតាក់ទាញជនបរទេសមកលេងកាន់តែច្រើនត្រូវតែអនុវត្តយុទ្ធសាស្ត្រដែលបានរៀបរាប់នៅខាងលើនិងយុទ្ធសាស្ត្រផ្សេងទៀតហើយត្រូវតែមានការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពការអភិរក្សវប្បធម៌ធម្មជាតិការបណ្ដុះបណ្ដាលធនធានមនុស្សការធានាសុវត្ថិភាពនិងការច្នៃប្រឌិតផលិតផលផ្សេងទៀតដូច្នេះខ្ញុំបាទសង្ឃឹមថាវីដេអូមួយនេះចូលរួមចំណែកក្នុងការផ្ដល់ជាគំនិតទៅកាន់បងប្អូនខ្មែរយើងទាំងអស់ហើយយើងចូលរួមទាំងអស់គ្នាណាដើម្បីធ្វើយ៉ាងណាឲ្យវិស័យទេសចររបស់កម្ពុជាយើងកាន់តែលូតលាស់រីកដុះដាលហើយធ្វើឲ្យគេស្គាល់កម្ពុជារបស់យើងកាន់តែច្រើនឡើងសូមអរគុណបងប្អូនដែលបានចូលមកស្ដាប់និងទស្សនាវីដេអូមួយនេះប្រសិនបើមានជាមតិយោបល់យ៉ាងណាសូមចូលរួមបញ្ចេញនៅខាងក្រោមវីដេអូទាំងអស់គ្នាជួបខ្ញុំបាទនៅវីដេអូចំណេះដឹងនាពេលក្រោយជាបន្តទៀតខ្ញុំបាទសូមអរគុណនិងសូមគោរពលា